គោរពជំរាបសួរចាលោកតាលោកយាយលោកពុកអ្នកម៉ែបងប្អូនកូនក្មួយទទួលទានអាហារហើយនៅចាបើមិនតាន់ទេមកជុំនេះជាមួយម៉ាមីចាម៉ាមីឆាមីអាដុំសាច់គោបងប្អូនអើយហើយសូបទឹកត្រីផ្អែមដោយលោតឆាអញ្ចឹងគាត់ថាកែច្នៃបន្តិចពីលោតឆាអញ្ចឹងណាបងប្អូនមកជុំជាមួយម៉ាមីខ្ញុំធ្វើបែបកូនកាត់ខ្លះទៅពេលសល់ដល់ប្តីខ្ញុំហូបបើថាយើងធ្វើតែសុទ្ធហូបយើងគាត់ហូបអកាទេបងប្អូនយើងជាស្ត្រីមេផ្ទះចំណែកប្តីគឺជាមេគ្រួសារគាត់អ្នកទៅធ្វើការនៅខាងក្រៅយើងនៅតែផ្ទះចឹងហើយបានអាកែច្នៃធ្វើយ៉ាងណាឲ្យប្តីហូបទៅវាឆ្ងាញ់ដែរចឹងណាបងប្អូនបើយើងបានប្តីខ្មែរដូចគ្នាទៅវាស្រួលតែនេះប្តីឆ្លងវេហាផ្លេចកាត់តសៃជឿណាអែមម៉ាមីចៅ5ហើយបងប្អូនទៅជួបប្តីទៅជួបស្នេហាពិតហើយស្នេហាពិតនឹងអត់ដែរមានប្រពន្ធមានកូនទេបងប្អូនកន្លោះចាស់ក៏មិនតែវាអត់ស៊ីនរកស៊ីនអីបើឯងកូន4ចៅ5ហើយឆ្ងាញ់ណាស់ក្តៅម៉ាមីបើឃ្លានខ្លាំងបង្ហាញរហូតឯងបើមិនទៅឃ្លាននឹងបង្ហាញពីវិធីធ្វើខ្លះ